តបងប្អូនមកដឹងពីរបៀបកាត់ចិត្តរបស់មនុស្សប្រុសបាទមនុស្សប្រុសប្រភេទច្រើនគឺគាត់អស់ចិត្តនិងខូចចិត្តទៅលើរឿងអ្វីមួយហើយគាត់ធ្វើការកាត់ចិត្តគឺគាត់តែងតែប្រើចំណុចទាំងប៉ុន្មាននេះអូខេចាំស្ដាប់អញ្ចឹងបងប្អូនបាទចំណុចទី1បើសិនជាគាត់ចង់កាត់ចិត្តពីនារីណាម្នាក់ដែលធ្វើឲ្យគាត់ខូចចិត្តឬពិបាកចិត្តគឺគាត់តែងតែប្រើវិធីនេះទី1គឺគាត់ប្លុក chat ប្លុក Facebook ប្លុក Messenger និយាយទៅឲ្យតែវិធីទំនាក់ទំនងជាមួយនឹងគាត់គឺគាត់ប្លុកចោលទាំងអស់ថាលេខទូរស័ព្ទសារឬ Instagram ហើយមានវិធីផ្សេងទៀតដែលគេតាក់ទងទៅហ្នឹងគឺគាត់តែងតែប្លុកចោលទាំងអស់ហើយរឿងទី2បងប្អូនគឺគាត់តែងតែនឹករឿងនារីម្នាក់នោះឬក៏ដៃគូម្នាក់ដែលគាត់ត្រូវកាត់ចិត្តពីម្នាក់នោះអញ្ចឹងបងប្អូនគឺគាត់គិតតែរឿងទង្វើអាក្រក់ដែលនារីម្នាក់នោះឬក៏បុគ្គលម្នាក់នោះធ្វើមកលើគាត់ណាតែអនុស្សាវរីយ៍ឬក៏ហាឌិតដែលធ្លាប់សាងជាមួយគ្នារឿងល្អគឺគាត់អត់គិតទេបាទគឺគាត់មានអារម្មណ៍ថាបើគាត់គិតរឿងល្អគាត់នឹងនៅស្ដាយសំណោះពីមនុស្សម្នាក់នោះអញ្ចឹងគឺគាត់គិតតែពីរឿងចំណុចអាក្រក់ទេហើយចំណុចទី3នោះបងប្អូនមិនថាយូរខែយូរថ្ងៃយូរឆ្នាំប៉ុណ្ណាទេបើសិនជាមនុស្សស្រីម្នាក់នោះចិត្តមិនដាច់ពីគាត់ហើយព្យាយាមតាក់ទងទៅរកគាត់ណាបងប្អូនដោយប្រើលេខទូរស័ព្ទថ្មីឬក៏ខ្ចីទូរស័ព្ទមិត្តភ័ក្តិឬក៏ខ្ចីទូរស័ព្ទអ្នកណាក៏បានដែរដើម្បីតាក់ទងទៅមនុស្សប្រុសមនុស្សប៉ុន្តែមនុស្សប្រុសមនុស្សណាហើយបើសិនជាឮសំឡេងមនុស្សស្រីមនុស្សបងប្អូនគឺគាត់បិទទូរស័ព្ទចោលទៅគឺគាត់អត់ចង់ស្ដាប់ទេគឺគាត់អត់ចង់ឮអត់ចង់ស្ដាប់ការបកស្រាយអត់ចង់អីទាំងអស់ហើយហ្នឹងបើគាត់ចិត្តគាត់កាត់ចិត្តបងប្អូនមនុស្សប្រុសគឺចិត្តដាច់មែនតើហើយមួយទៀតបងប្អូនសំបីតាការជួបជុំមិត្តភ័ក្តិរបស់គាត់ណាបើសិនជាមានអ្នកណានិយាយរំលឹកពីឈ្មោះមនុស្សស្រីនោះគឺគាត់អត់និយាយគឺគាត់តែងតែខឹងតែងតែស្អប់បងប្អូនបាទអញ្ចឹងមនុស្សប្រុសគឺចិត្តដាច់មែនតើបាទហើយមនុស្សប្រុសចិត្តដាច់ចូលក្រុមមួយបាទអូខេវីដេអូនេះទៅប៉ុណ្្នឹងបាយ